ឯកឧត្តមហួតហៈមានប្រសាសន៍ថាការតភ្ជាប់គោលដៅទេសចរពីសៀមរាបអង្គរទៅតំបន់ផ្សេងៗជាកម្លាំងចលករបង្កើនភាពទាក់ទាញនៃទេសចរកម្ពុជាការតភ្ជាប់គោលដៅទេសចរគឺជាយន្តការដ៏សំខាន់ក្នុងការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពីតំបន់ទេសចរសំខាន់ៗទៅកាន់សហគមន៍និងខេត្តដែលមានសក្តានុពលជុំវិញតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចសម្បូរបែបប្រកបដោយភាពច្នៃប្រឌិតទាក់ទាញនិងមានតម្លៃសមរម្យនេះគឺជាការគូបញ្ជាក់របស់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរក្នុងពិធីបិទសិក្ខាសាលាស្ដីពីការជំរុញការតភ្ជាប់គោលដៅទេសចរពីតំបន់ទេសចរបេតិកភណ្ឌសៀមរាបអង្គរទៅកាន់គោលដៅទេសចរនានាក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2026ឯកឧត្តមរដ្ឋមន្ត្រីហួតហៈក៏បានគូបញ្ជាក់បន្ថែមពីការរៀបចំកញ្ចប់ទស្សនកិច្ចជា Cluster Destination ចំនួន3រួមមានកញ្ចប់តំបន់ភាគខាងជើងនិងពាយ័ព្យរួមមានខេត្តសៀមរាបកំពង់ធំបាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារកញ្ចប់តំបន់ឆ្នេរសមុទ្ររួមមានខេត្តកែបកំពតព្រះសីហនុនិងកោះកុងនិងកញ្ចប់តំបន់ភូមិភាគឦសានរួមមានខេត្តក្រចេះស្ទឹងត្រែងមណ្ឌលគិរីនិងរតនគិរីឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យរដ្ឋបាលរាជធានីខេត្តនិងមន្ទីរទេសចរបន្តកសាងអត្តសញ្ញាណនិងម៉ាកសញ្ញារបស់ខ្លួនបង្កើតទីតាំង Iconic បង្កើតសោភ័ណភាពភាពស្អាតភាពបៃតងនិងផលិតផលទេសចរថ្មីព្រមទាំងជំរុញការអនុវត្តយុទ្ធនាការមួយខែមួយព្រឹត្តិការណ៍ឬខេត្តមួយព្រឹត្តិការណ៍មួយឲ្យកាន់តែសកម្មឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់សមាគមក្នុងឧស្សាហកម្មទេសចរបន្តច្នៃបង្កើននិងធ្វើបច្ចុប្បន្នភាពកញ្ចប់ទស្សនារយៈពេល1ថ្ងៃ2ថ្ងៃនិង3ថ្ងៃដើម្បីត្រៀមទទួលនិងទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាពិសេសកិច្ចប្រជុំកំពូល Francohonie ដែលក្រុងរៀបចំនៅកម្ពុជានាខែវិច្ឆិកាឆ្នាំ2026ជាការឆ្លើយតបឯកឧត្តមប្រាក់សុភ័ណ្ឌអភិបាលខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជននិងក្រុមការងារទាំងអស់ដែលបានរួមចំណែកធ្វើឲ្យសិក្ខាសាលានេះសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍទេសចរខេត្តសៀមរាបឯកឧត្តមបានបដិញ្ញាទទួលយកនៅរាល់អនុសាសន៍និងធាតុចូលទាំងអស់ទៅសិក្សាសម្របសម្រួលនិងជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់